សត្វធម្មជាស្គរជ័យព្រះវិន័យជារៀងធំព្រះសតជាខ្សែរំព្រះអភិធម្មជាស្បែកដាងអរិយសច្ចជាអន្លូសម្រាប់ទូឲ្យលើច្បាស់សត្វលោកងប់ងុយណាស់លើស្គាល់ដាំងក្រោកឡើងបានបរិស័ទ4ចុងពោដោយផ្កាឈូក្នុងចលឋានខ្លាំងផុងចាំសូរិឆានរាំងនឹងរីកដោយរាំងស្មៃព្រះធម៌ជាសរសើររះឡើងចាញ់ចាំងរៀងសៃបំភ្លឺលោកទាំងបីឲ្យយល់ផ្លូវឋានសុខខាអ្នកមត្ថុរតនតយសៈខ្ញុំព្រះករុណាសូមលើកហត្ថថានមស្ការក្រាបថ្វាយបង្គំគុណព្រះសម្មាសម្ពុទ្ធបរមគ្រូគុណព្រះធម៌គុណព្រះសង្ឃដោយសេចក្តីគោរពជ្រះថ្លានមស្ការព្រះថេរវថេរៈគ្រប់ព្រះអង្គនិងសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាដែលមានសេចក្តីជ្រះថ្លាចូលស្ដាប់ព្រះធម៌តាមការឡាយក្នុងរាត្រីនេះស្មើនេះម៉ោង7:08 នាទីយប់នៅទីក្រុង Brisbane អូស្ត្រាលីរាត្រីនេះស្ថិតនៅក្នុងថ្ងៃ800ខែកដិកឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃប្រហ័សទី13ខែវិច្ឆិកាឆ្នាំ2025រាត្រីនេះជារាត្រីថ្ងៃសៅរ៍ថ្ងៃ800ខែកដិកញាតិញោមបាសកបាសិកាដែលជាអ្នកមានសេចក្តីជ្រះថ្លាបានសមាទាននៅបកតិអបោសុតសមាទាននៅឧបោសថប្រកបដោយអង្គ8ត្រូវរក្សាអស់ថ្ងៃមួយនិងយប់មួយហើយបានស្ដាប់ព្រះធម៌ច្រើនអញ្ចឹងទៅក៏ចម្រើនដោយបុណ្យចម្រើនទៅដោយបុណ្យនៅក្នុងថ្ងៃបកតិអបោសុតហ្នឹងបន្តទៅខ្ញុំព្រះករុណាអាត្មាភាពនឹងបានឱកាសពេលវេលាអារាធនាព្រះធម៌ដែលមានសម្ដែងនៅក្នុងគម្ពីរខត្តកនិកាយវិមានវត្ថុយកមកសម្ដែងដើម្បីបានជាធម្មទានពេលរាត្រីជាបន្ត
ព្រះធម៌ដែលត្រូវសម្ដែងនៅក្នុងរាត្រីនេះមានរឿងដែលមានចំណងជើងថាទវីរៈបាលកវិមានទវីរៈបាលកវិមានជារឿងទី5នៅក្នុងមហារថវៈទី5ដែរដែលមានសម្ដែងនៅក្នុងគម្ពីរខត្តកនិកាយវិមានវត្ថុណាបេដកភាគ55ទំព័រ123និងទំព័រ124ហើយមុននឹងបានអធិប្បាយសេចក្តីនៃពធនៅក្នុងបេដកអំណត្តភាពរតនាសេចក្តីដែលមាននៅក្នុងព្រះអត្តកថាមកខាងដើមដែលសម្ដែងអំពីហេតុដែលនាំឲ្យកើតវិមានណាចឹងគុណចាស់ញាតិញោមពុទ្ធបរិស័ទដែលមានសេចក្តីជ្រះថ្លាណាចូលស្ដាប់ព្រះធម៌តាមការ live ក៏ជួយចែករំលែកវីដេអូដើម្បីបានជាធម្មទានទាំងអស់គ្នាចង់ដឹងថាទវីរៈបាលកវិមានហេតុកើតឡើងដោយម្ដេចតាមដានស្ដាប់គ្រប់ព្រះអង្គគ្រប់គ្នានៅក្នុងព្រះអត្តកថាបរមត្ថទេពនីបានសម្ដែងអំពីហេតុដែលនាំឲ្យកើតឡើងនៃវិមានដែលមានឈ្មោះថាទវីរៈបាលកវិមានណាទវីរៈបាលកៈគាត់ចេះញាតិញោមស្ដាប់ពាក្យហ្នឹងបើចេះបាលីអាចយល់បានហើយណាអាចយល់បានណាទវីរៈបាលកវិមាននេះគឺជាវិមានរបស់ទេវបុត្រដែលបានធ្វើបុណ្យណាការដែលនៅជាមនុស្សហ្នឹងគឺយាមទ្វីណាហើយយាមទ្វីនឹងយាមធ្វើអីណាយាមទ្វីនឹងយាមធ្វើអីអាហ្នឹងគឺយើងនឹងបានតាមដានស្ដាប់គ្រប់ព្រះអង្គគ្រប់គ្នាទាំងក្នុងការនោះព្រះសម្មាសម្ពុទ្ធបរមគ្រូព្រះអង្គទ្រង់គង់នៅក្នុងវត្តវេលវ័ននៃក្រុងរាជក្រឹស្នសម័យនោះឧបាសកម្នាក់នៅក្នុងក្រុងរាជក្រឹស្នបានថ្វាយនិច្ចផតសម្រាប់ភិក្ខុសង្ឃ4អង្គណាគាត់បានរៀបចំផតសម្រាប់ថ្វាយព្រះភិក្ខុសង្ឃ4អង្គហ្នឹងគឺថ្វាយជានិច្ចណាទេណាថ្វាយជានិច្ចនៅក្នុងផ្ទះរបស់គាត់ហ្នឹងណាហើយផ្ទះរបស់គាត់ហ្នឹងនៅខាងចុងស្រុកផ្ទះរបស់បាសកហ្នឹងណានៅខាងចុងស្រុកណាដោយច្រើនតែងបិទទ្វារដើម្បីការពារចោរផ្ទះរបស់គាត់ហ្នឹងនៅខាងចុងស្រុកខាងចុងភូមិអីចឹងណាហើយផ្ទះរបស់គាត់ហ្នឹងតែងតែបិទទ្វារដើម្បីការពារចោរណាបើមិនមានចោរណាក៏មិនចាំបាច់បិទទ្វារដែរណាដូចជានៅឧត្តរកោរទ្វីបមនុស្សណារក្សាសិល5ណាបានល្អមនុស្សនៅក្នុងឧត្តរកោរទ្វីបហ្នឹងណាតាមការសម្ដែងនៅក្នុងព្រះអភិធម្មអីហ្នឹងគឺថាជាមនុស្សដែលមានសិលរក្សាសិលបានល្អណាស់នៅឧត្តរកោរទ្វីបហ្នឹងណាហើយតាមផ្ទះអីហ្នឹងមិនដែលចាក់សោទេណាគ្រាន់តែបិទទ្វារធម្មតាណាទីណាក៏ដោយកន្លែងណាក៏ដោយសម័យណាក៏ដោយស្រុកណាក៏ដោយភូមិណាក៏ដោយខេត្តណាក៏ដោយប្រទេសណាក៏ដោយតែឲ្យតែមនុស្សគ្រប់គ្នារក្សាសិលបានល្អតាមផ្ទះអីមិនចាំបាច់ចាក់សោទេតែណាព្រោះអ្នកមានសិលមិនប្រព្រឹត្តធ្វើនៅចរកម្មទេ
มันប្រព្រឹត្តដោយការលួចប្លន់ទ្រព្យរបស់អ្នកដទៃมันកាន់យកទ្រព្យដែលគេបានឲ្យដោយការឬដោយវាចានោះទេគ្រប់សម័យកាលណាតែឲ្យតែមនុស្សមានសិលគ្រប់គ្នាគឺថារស់នៅបានសុខមិនបៀតបៀនគ្នាទេហើយគ្រប់សម័យកាលទាំងអស់បើមនុស្សមិនមានសិលទេរស់នៅដោយការមិនរក្សាសិលគឺតែងតែមានការបៀតបៀនគ្នាហើយបៀតបៀនដោយការកប់សម្លាប់បៀតបៀនដោយការលួចប្លន់ជាដើមអញ្ចឹងទៅអញ្ចឹងឧបាសកម្នាក់ដែលគាត់ដល់ព្រះរតនត្រ័យជាទីពឹងទីរលឹកគាត់បានសមាទានសិល5សិល8អីតាមកាលតាមពេលវេលាអីចឹងទៅហើយឧបាសកហ្នឹងគាត់តែងតែចាត់ចែងនៅផាត់សម្រាប់ព្រះភិក្ខុសង្ឃ4អង្គជាប្រចាំនៅក្នុងផ្ទះរបស់គាត់ហ្នឹងណាហើយផ្ទះរបស់គាត់ហ្នឹងនៅចុងភូមិនោះខាងចុងស្រុកហ្នឹងគឺកញ្ចុងភូមិហ្នឹងឯងហើយដល់ច្រើនគឺវត្តទ្វារដើម្បីការពារចោលភិក្ខុទាំងឡាយទៅហើយជួនកាលមិនបានផាត់ក៏នាំគ្នាត្រឡប់ព្រោះទ្វារបិទណាភិក្ខុទាំងឡាយដែលនិមន្តទៅពេលខ្លះឧបាសកហើយនឹងភរិយាអីនឹងអ្នកនៅផ្ទះហ្នឹងអត់ដឹងឃើញទ្វារបិទក៏និមន្តត្រឡប់ទៅវត្តវិញទៅអត់បានចង្ហាន់ទេណាឧបាសកនោះបាននិយាយជាមួយនឹងភរិយាថាណែនាងប្រកេនភិក្ខាដល់លោកម្ចាស់ទាំងឡាយដោយគោរពឬឧបាសកហ្នឹងគាត់សួរប្រពន្ធគាត់ណាគាត់ស្មានថាប្រពន្ធគាត់នោះបានចាត់ចែងផាត់អីប្រកេនដល់ភិក្ខុសង្ឃដោយគោរពហើយពីព្រោះកាលពេលវេលាដែលត្រូវប្រកេនផាត់ហ្នឹងដល់ហើយហើយគាត់រវល់អញ្ចឹងគាត់អត់បានធ្វើដោយដៃឯងទេណាគាត់គិតថាប្រពន្ធរបស់គាត់ហ្នឹងបានចាត់ចែងនៅផាត់ហ្នឹងប្រកេនភិក្ខុសង្ឃ4អង្គនោះរួចហើយតាមមើលណាភិក្ខុសង្ឃ4អង្គហ្នឹងមានបានទទួលចង្ហាន់ឯណាឃើញទ្វារផ្ទះរបស់បាសកនោះបាត់ត្រឡប់ទៅវត្តវិញទៅពេលនោះភរិយារបស់គាត់ហ្នឹងក៏បាននិយាយថាលោកម្ចាស់ទាំងឡាយខានមកច្រើនថ្ងៃហើយលោកទៅរាល់ថ្ងៃហ្នឹងប៉ុន្តែទ្វារបិទទៅលោកអត់បានទទួលផាត់លោកត្រឡប់ទៅវត្តវិញទៅអញ្ចឹងភរិយារបស់ឧបាសកហ្នឹងប្រាប់ដៃថាលោកម្ចាស់ទាំងឡាយហ្នឹងខានមកច្រើនថ្ងៃហើយឧបាសកបានសួរទៀតថាប្រហែលអ្វីភរិយាក៏បានប្រាប់ថាលោកម្ចាស់ទាំងឡាយហ្នឹងប្រហែលជាឃើញទ្វារបិទហ្នឹងហើយណាបានជានិមន្តមកណាពួកយើងមិនបានឃើញហើយលោកត្រឡប់ទៅវិញទៅអាហ្នឹងភរិយាហ្នឹងក៏ប្រាប់អញ្ចឹងទៅណាពេលច្រើនខានមកច្រើនថ្ងៃព្រោះអត់បានឃើញហ៎អត់បានឃើញច្រើនថ្ងៃហើយព្រោះបិទទ្វាររាល់ថ្ងៃអញ្ចឹងណាអញ្ចឹងភរិយារបស់បាសកហ្នឹងក៏បានប្រាប់ថាប្រហែលជាលោកឃើញទ្វារបិទយើងមិនបានឃើញលោកនិមន្តមកលោកនិមន្តទៅវិញព្រោះអត់បានប្រគេនផាត់ច្រើនថ្ងៃហើយហ្នឹងណាអញ្ចឹងក៏សម្គាល់ថាលោកម្ចាស់ខានមកច្រើនថ្ងៃហើយណាឧបាសកនោះស្ដាប់ពាក្យរបស់ភរិយាហើយក៏មាននៅសេចក្តីសង្វេគកើតឡើងគិតថាផ្ទះរបស់គាត់ហ្នឹងតែងតែរៀបចំចង្ហាន់ជានិច្ចផតហ្នឹងសម្រាប់ប្រគេនភិក្ខុសង្ឃ4អង្គជាប្រចាំឥឡូវខានប្រគេនច្រើនថ្ងៃហើយដោយសារតែបិទទ្វារហ្នឹងដែលបិទទ្វារការពារចោលណាអញ្ចឹងពេលដែលលោកនិមន្តមកអត់ដឹងហើយលោកឃើញទ្វារបិទអញ្ចឹងស្មានតែអត់មាននៅផ្ទះក៏និមន្តត្រឡប់ទៅវត្តវិញទៅចាប់ពីថ្ងៃនោះតទៅឧបាសកហ្នឹងក៏បានចាត់តាំងបរិសម្នាក់ឲ្យជាអ្នកយាមទ្វារណាប្រាប់ថា
តាំងអំពីថ្ងៃនេះទៅអ្នកចូលអង្គុយយាមទ្វារលោកម្ចាស់ទាំងឡាយនិមន្តមកក្នុងកាលណានិមន្តមកក្នុងពេលណាអ្នកចូលនិមន្តលោកឲ្យចូលផ្ទះក្នុងកាលនោះក្នុងពេលនោះហើយចូលដឹងកិច្ចដែលត្រូវធ្វើទាំងពួងមានការទទួលបាតនិងក្រាលអាសនៈជាដើមដល់លោកម្ចាស់ដែលចូលផ្ទះហើយបរិសនោះក៏ទទួលថាសាធុបានធ្វើតាមពាក្យរបស់ឧបាសកនោះទៀតបរិសនៃយាមទ្វារណាឧបាសកនឹងឲ្យនៅយាមទ្វាររងចាំមើលផ្លូវភិក្ខុសង្ឃនិមន្តទៅទៀតណាប្រាប់ថាពេលដែលឃើញភិក្ខុសង្ឃនិមន្តមកអ្នកចូលទទួលបាតចូលក្រាលអាសនៈណាចូលនិមន្តលោកឲ្យគង់លៀងប្របាទប្រគេនលោកអីចឹងទៅណាឲ្យបរិសហ្នឹងជួយធ្វើកិច្ចការងារទាំងនោះទាំងបរិសនោះសប្បាយចិត្តណាសប្បាយចិត្តណាទទួលពាក្យរបស់បាសកនោះថាសាធុប្របីហើយឧបាសកនោះគាត់ជាអ្នកដែលចូលចិត្តធ្វើបន់ធ្វើទានរក្សាសិលស្ដាប់ធម៌អីចឹងណាតែពេលដែលភិក្ខុសង្ឃនិមន្តទៅទទួលផាត់នៅក្នុងផ្ទះហ្នឹងគាត់បានស្ដាប់ធម៌រាល់តែថ្ងៃហ្នឹងឯងណាពេលដែលគាត់បានស្ដាប់ពធគាត់មាននៅសេចក្តីជ្រះថ្លាក្នុងគុណព្រះរតនត្រ័យកាន់តែក្រៃលែងឡើងណាមាននៅសទ្ធាណាជឿនៅកម្មជឿនៅផលរបស់កម្មជឿថាសត្វលោកប្រព្រឹត្តតាមកម្មជឿការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធជាដើមចឹងទៅហើយគាត់ក៏ជាអ្នកដល់នៅព្រះរតនត្រ័យជាទីពឹងហើយសមាទានសិល5សិល8ណាសិល5នោះគាត់សមាទានក្រោមពីថ្ងៃបកតិអបសតជាដើមអញ្ចឹងណាសិល8គាត់ក៏សមាទានសិល8អញ្ចឹងទៅអបសតប្រកបដោយ8អញ្ចឹងទៅណានឹងឧបាសកហ្នឹងគាត់ជាបុគ្គលមួយរូបដែលមានឧបការៈដល់ព្រះភិក្ខុសង្ឃនៅក្នុងពុទ្ធសាសនាធ្វើទានផងរក្សាសិលផងចម្រើនភាវនាផងណាក្នុងកាលតមកឧបាសកដែលថ្វាយនិច្ចផាត់ជាប្រចាំហ្នឹងណាគាត់អស់ជីវិតទៅបានទៅកើតនៅក្នុងឋានសួគ៌ចិនយាមៈណាបានទៅកើតឋានសួគ៌ចិនយាមៈណាឋានសួគ៌ចិនយាមៈហ្នឹងគឺជាឋានសួគ៌ទី3ណាតែណាទី1ឋានចាតុមហារាជិកាទី2ឋានតោតឹងទី3ឋានយាមៈទី4ឋានតុសិទ្ធទី5ឋាននិម្មានរតីទី6ឋានបរនិមិត្តវសវត័យអញ្ចឹងឧបាសកដែលគាត់ថ្វាយនិច្ចផាត់ដល់ភិក្ខុសង្ឃ4អង្គជាប្រចាំហ្នឹងពេលដែលគាត់អស់ជីវិតទៅបានទៅកើតជាទេវបុត្រនៅឋានសួគ៌ចិនទី3សោយនៅសម្បត្តិទៀតនៅក្នុងឋានសួគ៌ចិនទី3ចិនយាមៈហ្នឹងទៅចំណែកអ្នកយាមទ្វារនេះបរិសអ្នកយាមទ្វារបម្រើភិក្ខុទាំងឡាយដោយគោរពណាបរិសអ្នកយាមទ្វារហ្នឹងណាបម្រើភិក្ខុទាំងឡាយដោយគោរពមានការក្រោកទទួលភិក្ខុទាំងឡាយដែលនិមន្តមកដល់ផ្ទះបាសកនោះមានការទទួលបាតមានការក្រាលអាសនៈមានការលាងអ្នកយកទឹកលាងប្របាទប្រគេនភិក្ខុសង្ឃហើយជួយចាត់ចែងកិច្ចការងារជាវយវចៈមយៈបន់ណាខ្លះខ្នែងក្នុងកិច្ចការងា
ថ្វាយទានរបស់បាសតនោះណាហើយគាត់ក៏ណាជ្រះថ្លាអនុមោទនាបន់របស់បាសតនោះផងដែរបរោះនិយមទ្វានោះណាណាហើយគាត់បាននិយាយពាក្យសម្ដីពីរោះទៅលើព្រះភិក្ខុសង្ឃណានិយាយពាក្យសម្ដីពីរោះទៅកាន់ព្រះភិក្ខុសង្ឃដូចជាពោលពាក្យថាលោកម្ចាស់និមន្តណាគង់ណាលោកម្ចាស់និមន្តទទួលផតអីម៉េចអាមាគឺគាត់ជួយកិច្ចការងារក្នុងការធ្វើទានរបស់បាសកនឹងមែនតើណានិយាយសម្ដីពីរោះជាមួយនឹងព្រះវិខុសង្ឃហើយនឹងនិយាយពាក្យទុនភ្លុនជាមួយនឹងបាសកនឹងណាណាគាត់ធ្វើបន់ហ្នឹងគឺគាត់អត់មានបានចំណាយទ្រព្យអីទេបរោះនិយមទ្វាណាគាត់អត់បានចំណាយទ្រព្យទេព្រោះគាត់យាមទ្វាឲ្យបាសកនោះគាត់ធ្វើបន់នោះជាអបច្ច័យនមយៈបន់និងជាវយវចៈមយៈបន់អបច្ច័យនមយៈបន់នោះជាការគោរពព្រះភិក្ខុសង្ឃការក្រោតទទួលព្រះភិក្ខុសង្ឃការធ្វើអញ្ជលិកម្មរបស់ព្រះភិក្ខុសង្ឃណាជាដើមហើយវយវចៈមយៈបន់ហ្នឹងគាត់ជួយខ្លះខ្នែងក្នុងការថ្វាយទានរបស់បាសកនោះឯងណាហើយថែមទាំងគាត់បានធ្វើនៅបត្តានមោទនាមយៈបន់ទៀតអនុមោទនាបន់អំពីបាសកនោះទៀតដល់ណាពេលដែលបរោះនិយមទ្វានឹងអស់ជីវិតណាពេលដែលបរោះនិយមទ្វានឹងអស់ជីវិតគាត់បានទៅកើតជាទេវបុត្រនៅឋានសួគ៌ដែរគឺនៅឋានតោតាំងនៅឋានសួគ៌ជាទី2ណាព្រោះបន់ដែលកើតអំពីការខ្វល់ខ្វាយក្នុងការបរិច្ចាគទានរបស់អ្នកដទៃហើយនឹងព្រោះបន់ដែលកើតអំពីការអនុមោទនីហ្នឹងដែលបានបញ្យល់អញ្ចឹងទៅណាកូនចាស់ញាតិញោមស្ដាប់រឿងនេះហើយយើងនឹងបានជ្រាបថាការធ្វើបន់មានច្រើនយ៉ាងណានៅក្នុងបញ្ញកិរិយាវត្ថុមានដល់ទៅ10ឯណោះការធ្វើទានជាទានអ្នកមយៈបន់អានឹងត្រូវចំណាយទ្រព្យណាត្រូវចំណាយទ្រព្យសម្បត្តិហើយសីលមយៈបន់អង្គរពីការរសាសិលរហូតដល់ទៅទិដ្ឋុជកម្មៈការធ្វើទិដ្ឋិឲ្យយល់ឃើញត្រូវហ្នឹងណា9ទៀតហ្នឹងចាប់ពីទី2ដល់ទី10ហ្នឹងគឺថាអត់មានត្រូវទៅចំណាយទ្រព្យទេគឺណាដោយបរោះនិយមទ្វានេះអញ្ចឹងទៅណាធ្វើអបច្ច័យនមយៈបន់ធ្វើវយវចៈមយៈបន់ធ្វើបត្តានមោទនាមយៈបន់ហ្នឹងណាអត់មានបានចំណាយត្រូវខ្លួនឯងទេអស់ជីវិតទៅបានទៅកើតឋានសួគ៌ជាទី2ឋានតោតាំងទៅណាសម្បត្តិគ្រប់យ៉ាងមានវិមានមាស12យោជាដើមរបស់បរោះនោះក៏បីជ្រាបតាមន័យដែលពោលហើយក្នុងកតដរសទាយកវិមានណាគឺដូចគ្នាទៅណានៅក្នុងវិមានហ្នឹងមានសភាពអស្ចារ្យណាវិមានដែលមានកម្ពស់ខ្ពស់មានសសរធ្វើអំពីកែវមណីមានទំហំជុំវិញ12យោជន៍មានផ្ទះកំពូល700ដល់លើសលប់ជាដើមហ្នឹងគឺថាវិមានដែលកើតអំពីបន់ដែលបានធ្វើការដែលនៅជាមនុស្សហ្នឹងណាមានការគោរពព្រះភិក្ខុសង្ឃមានការជួយខ្លះខ្នែងក្នុងបន់ដែលបាសកបានធ្វើហើយនៅមានការអនុមោទនាបន់របស់បាសកជាដើមហ្នឹងណាគឺបន់ហ្នឹងឲ្យផលធ្វើឲ្យនិយមទ្វាហ្នឹងបានទៅកើតជាទេវបុត្រនៅឋានតោតាំងហ្នឹងមានវិមានដ៏អស្ចារ្យទៅមាននៅសម្បត្តិទេពដ៏ប្រសើរ
រស់នៅសោយនៅសម្បត្តិទៀតនៅក្នុងវិមាននោះឯងហើយក្នុងសម័យថ្ងៃមួយព្រះមហាមោគលានព្រះមហាមោគលានលោកបាននិមន្តទៅកាន់ឋានតោតឹងហ្នឹងក៏បានឃើញវិមានរបស់ទេវបុត្រនោះឯងណាហើយទេវបុត្រនោះក៏បានថ្វាយបង្គំព្រះមហាមោគលានណាថ្វាយបង្គំដោយសេចក្តីជ្រះថ្លាហើយក៏ឈរគង់អញ្ជលីក្នុងទីចំណែកម្ខាងព្រះមោគលានលោកបានសួរទេវបុត្រនោះពាក្យសួរហ្នឹងមានសម្ដែងនៅក្នុងទ្វារបាលកវិមានដែលជារឿងទី5នៅក្នុងគម្ពីរខុទ្ទកនិកាយវិមានវត្ថុទាំងណាបិដកភាគ55ទំព័រ123ហើយនឹងចម្លើយតែទេវបុត្រឆ្លើយផងហ្នឹងដល់ទំព័រ124ហ្នឹងហើយណាគាថាដែលព្រះមោគលានបានពោលសួរជាសំណួរក៏មិនជាសរសេរអីទាំងអស់ដែរទេសរសេរសង្ខេបទេតែមានបាលីថាអុច្ចមិទាំងមនិធោណាំងវិមានណាំងសមន្តតោទ្វាទសៈយោជនានិលៈវណ្ណោចតេសព្យតិសាបភាសតិតិណាប្រែថាវិមានដ៏ខ្ពស់នេះមានសសរធ្វើអំពីកែវមណីមានទំហំជុំវិញ12យោជន៍លៈសម្បល់របស់អ្នកក៏ភ្លឺច្បាស់សពទឹកណានេះគឺជាសំណួរខ្លីដែរណាជាសំណួរខ្លីណាព្រោះការសរសេរហ្នឹងដាក់ពេឬក៏យើងថាលៈហ្នឹងមានន័យថានៅច្រើនទៀតតែដោយសារតែពាក្យហ្នឹងដូចនៅក្នុងកកដៈរសទាយកវិមានដែលជារឿងទី4ហ្នឹងក៏ណាយើងអាចពោលឲ្យពិស្ដារដូចនៅក្នុងរឿងទី4អញ្ចឹងដែលមានជាសេចក្តីថាវិមានដ៏ខ្ពស់នេះមានសសរធ្វើអំពីកែវមណីមានទំហំជុំវិញ12យោជន៍មានផ្ទះកំពូល700ដ៏លើសលប់ដែលមានសសរជាវិការៈនៃកែវពីទូក្រាលកំរាលដ៏ល្អគឺក្តារផ្ទះជាផ្ទះកំពូលដ៏ល្អខ្លួនអ្នកតែងនៅក្រេបផាត់ទាំងទំពាស៊ីក្នុងវិមាននោះពិនទេពមានសម្លេងពីរោះរមែងលន់លឺកាមគុណ5មានរសជាទេពទាំងពួកនារីស្អិតស្អាងកាយដោយគ្រឿងមាសតែងរួមនៅក្នុងវិមាននោះសម្បល់របស់អ្នកប្រកបដូច្នោះតើដោយបញ្ញកម្មដោយម្ដេចទេពសម្បត្តិសម្រាប់ដល់អ្នកក្នុងទីនេះផងភោគៈទាំងឡាយណានីមួយជាទីពេញចិត្តភោគៈទាំងនោះក៏កើតឡើងដល់អ្នកផងតើដោយបញ្ញកម្មដោយម្ដេចមនាទេវបុត្រអ្នកមានអានុភាពច្រើនអាត្មាសូមសួរអ្នកកាលដែលកើតជាមនុស្សតើបានធ្វើបុណ្យដោយម្ដេចអ្នកមានអានុភាពរួងរឿងយ៉ាងនេះទាំងសម្បុររបស់អ្នកក៏ភ្លឺច្បាស់សពទៅតើដោយបញ្ញកម្មដោយម្ដេចអាហ្នឹងពាក្យពេញណាពាក្យពេញណាអាហ្នឹងខ្ញុំអាត្មាលើកតែប្រែមកពោលហ្នឹងពាក្យដែលព្រះមោគលានលោកបានសួរដល់ទេវបុត្រនោះឯងណាហើយពាក្យនោះក៏យើងអាចស្ដាប់យល់ហើយអាចស្ដាប់យល់ក្នុងអត្ថន័យមួយវគ្គមួយឃ្លាហ្នឹងណាវាមានតែខ្ពស់មានសរសរធ្វើអំពីកែវមណីហ្នឹងយើងអាចយល់ពាក្យហ្នឹងហើយមានទំហំជុំវិញ12យោជន៍អីហ្នឹងណាហោហែមកហើយមាននៅសម្បត្តិទេពគ្រប់ប្រការណាទេវបុត្រហ្នឹងក្រេបផឹកទំពាស៊ីអីនៅអាហារទេពទឹកទេពអីជាដើមហ្នឹងហើយសំបីតែពិនដែលជាទេពដែលពួក
ទេពធីតាជាដើមលេងដើម្បីបំរើទេវបុត្រនោះណាសំលេងពេលនោះក៏ពីរោះណាលឿនលឺកងរំពងនៅក្នុងវិមាននោះឯងណាពួកទេពអប្សរហ្នឹងក៏ស្អិតស្អាងរាងកាយហ្នឹងដោយគ្រឿងមាសរំសបាយដើម្បីបំរើទេវបុត្រនោះណាឲ្យទេវបុត្រហ្នឹងទស្សនាកំសាន្តសប្បាយនៅក្នុងវិមាននោះអញ្ចឹងព្រះមោគលានលោកសួរចង់ដឹងថាតើសម្បត្តិទាំងអស់នេះឯងបានមកដោយបញ្ញកម្មដោយម្ដេចណាម្នាក់ទេវបុត្រអាត្មាសួរហើយចូលអ្នកឆ្លើយចូលអ្នកឆ្លើយណាចូលដល់ចម្លើយដែលទេវបុត្រនោះឆ្លើយទៅណាមានបាលីពោលថាសោទេវពុទ្ធតោអតមេណោមកកលាននេអ្នកពុច្ឆេតោលយស្សកម្មសិទាំងផលាំងណាប្រែថាទេវបុត្រនោះដែលព្រះមោគលានសួរហើយមានចិត្តត្រេកអរលៈនៅផលនៃកម្មនេះថាមានន័យថាមានចិត្តត្រេកអរក្នុងការឆ្លើយនៅសំណួរដែលព្រះមោគលាននោះសួរហ្នឹងណាពាក្យប្រែដែលពេញហ្នឹងគឺប្រែថាទេវបុត្រនោះដែលព្រះមោគលានសួរហើយមានចិត្តត្រេកអរលុះព្រះមោគលានសួរប្រាថ្នាហើយក៏ឆ្លើយប្រាប់នៅផលនៃកម្មនេះថាឃើញទេអាហ្នឹងគឺបើយើងពោលបាលីពេញហើយនឹងប្រែពេញណាគឺមានន័យអញ្ចឹងរីករាយក្នុងការឆ្លើយមិនលាក់បាំងអីនោះទេណាបានព្រះមោគលានសួរនោះសប្បាយចិត្តក្នុងការឆ្លើយប្រាប់អំពីផលនៃកម្មអំពីបញ្ញកម្មដែលខ្លួនបានធ្វើការនៅជាមនុស្សណាដើម្បីឲ្យព្រះមោគលានបានយកទៅផ្សព្វផ្សាយដល់ពួកមនុស្សលោកហ្នឹងដើម្បីឲ្យពួកមនុស្សលោកបានស្ដាប់អញ្ចឹងទៅហើយព្រះមោគលានលោកសន្តានាឲ្យលោកយកទទួលព្រះសម្មាសម្ពុទ្ធដែរណាហើយព្រះសម្មាសម្ពុទ្ធពេលដែលទទួលដំណឹងពីព្រះមោគលានទូលហើយតែនៅលើកយករឿងនោះទៅសម្ដែងប្រាប់ដល់ពុទ្ធបរិស័ទទេវបុត្រនោះបានពោលគាថាឆ្លើយជាមួយព្រះមោគលានដើម្បីប្រាប់ពីបញ្ញកម្មដែលខ្លួនបានធ្វើនោះមានបាលីថាតិពាំងមមៈវស្សៈសហសៈមាយុវាចាភិគីតាំងមអ្នកសាបវតិតាំងអេតាវតាថាសតិបញ្ញកម្មោតិពេហេកាមេហេសមង្គិភូតោតេនមេតាតិសោវណ្ណោលៈវណ្ណោចមេសពតិសាបភាសតិតិប្រែថាខ្ញុំមានអាយុ 1000 ឆ្នាំទេពបើវងកញ្ចក់ព្រោះបាត់វិញពាក្យដែលខ្ញុំពោលដោយវាចាបើវងកញ្ចក់ដោយសេចក្តីគោរពបាត់វិញដែលខ្ញុំឲ្យប្រព្រឹត្តទៅហើយដោយចិត្តបុគ្គលមានបញ្ញកម្មដោយហេតុត្រឹមតែការពោលនិងការជ្រះថ្លាប៉ុណ្ណេះរមែងបរិបូរដោយកាមជាទេពស្ថិតនៅបើវងកញ្ចក់អស់កាយយុបាត់វិញសម្បល់របស់ខ្ញុំប្រកាសដូច្នោះដោយបញ្ញកម្មនោះលៈទាំងសម្បល់របស់ខ្ញុំក៏ភ្លឺច្បាស់សពទៅណានេះជាពាក្យដែលទេវបុត្របានទូលព្រះមហាមោគលាននៅក្នុងសេចក្តីនៃព្រះអត្តកថាបរមត្តទីបនីបានបញ្យល់
ក្នុងព្រះគាថាដែលទេវបុត្រនោះបានទូលព្រះមោគលានបណ្ដាបទទាំងនោះបទថាតិពាំងមមវស្សៈសហសៈមាយុទេវបុត្រប្រាប់ប្រមាណអាយុរបស់ទេវតាពួកនោះគឺទេវតាក្នុងជន្តាវតੰដែលខ្លួនកើតព្រោះថា100ឆ្នាំដោយការរាប់ឆ្នាំរបស់មនុស្សទាំងឡាយជាមួយយប់មួយថ្ងៃរបស់ទេវតាជន្តាវតੰ30រាត្រីដោយរាត្រីទីបនោះជាមួយខែ12ខែដោយខែទីបនោះជាមួយឆ្នាំ1000ឆ្នាំដោយឆ្នាំទីបនោះជាអាយុរបស់ទេវតានៅក្នុងឋានតាវតੰស្មើនឹង3កោដ6លានឆ្នាំដោយការរាប់ឆ្នាំរបស់មនុស្សទាំងឡាយអញ្ចឹងទេវតាឋានតាវតੰនោះមានអាយុ1000ឆ្នាំទៀតហើយ100ឆ្នាំរបស់មនុស្សនោះស្មើនឹងមួយយប់មួយថ្ងៃរបស់ទេវតាជន្តាវតੰណាហើយ1000ឆ្នាំទៀតហ្នឹងស្មើនឹង6កោដ6លានឆ្នាំរបស់មនុស្សបទថាវាចាភិគីតាំងបានដល់ត្រឹមតែពោលថាសូមលោកម្ចាស់និមន្តណាសូមនិមន្តលោកម្ចាស់អាសនៈក្រាលហើយក្នុងទីនេះសូមនិមន្តគង់លើអាសនៈនេះចោះជាដើមហ្នឹងគឺពាក្យដែលទេវបុត្រនឹងបានពោលការដែលនៅជាមនុស្សដែលនៅយាមទ្វារផ្ទះរបស់បាសកហ្នឹងណាដោយការពោលវាចាពីរោះទាំងណាវាចាភិគីតាំងហ្នឹងគឺថានិយាយពាក្យសម្ដីទន់ភ្លន់និយាយពាក្យសម្ដីពីរោះគោរពដែលពោលដោយគោរពចំពោះព្រះភិក្ខុសង្ឃណាមានការពោលពាក្យជាដើមថាសូមនិមន្តលោកម្ចាស់អាសនៈក្រាលហើយក្នុងទីនេះសូមលោកម្ចាស់និមន្តគង់លើអាសនៈនេះចុះហ្នឹងគឺនិយាយដោយការគោរពណាហើយនឹងការពោលវាចាជាបដិសន្ធារៈថារាងកាយរបស់លោកម្ចាស់ទាំងឡាយមិនមានរោគទេឬទីលំនៅជាទីសប្បាយដែរឬដូច្នេះជាដើមអាហ្នឹងគឺការពោលសួរសតុកណាសួរសតុកណារាងកាយរបស់លោកម្ចាស់ហ្នឹងអាចប្រត់ទៅបានទេមិនមានជំងឺបៀតបៀនទេឬហើយទីលំនៅអីហ្នឹងអាចគង់នៅបានទេអាចគង់នៅបានជាទីសប្បាយដែរឬទេហ្នឹងគឺសួរសុខទុក្ខខុសសង្ឃដែរដោយការទទួលបដិសន្ធារៈហ្នឹងណាបទថាមអ្នកសាបវតិតាំងសេចក្តីថាត្រឹមតែការជ្រះថ្លាដែលឲ្យប្រព្រឹត្តទៅដោយចិត្តថាលោកម្ចាស់ទាំងនេះជាអ្នកស្រឡាញ់សិលជាបុគ្គលប្រព្រឹត្តធម៌ជាអ្នកប្រព្រឹត្តសមថៈជាព្រះមច្ចារីជាដើមទេវបុត្រត្រឹមតែប្រាប់ឲ្យដឹងតែមិនបានបរិច្ចាគទ្រព្យផ្ទាល់ខ្លួនណាមួយទេឃើញទេអញ្ចឹងទេវបុត្រនោះគាត់ធ្វើបន់ការដែលនៅជាមនុស្សហ្នឹងគឺធ្វើនៅអបច្ច័យនមយៈបន់គោរពចំពោះព្រះភិក្ខុសង្ឃហើយធ្វើវយវចៈមយៈបន់ជួយខ្នះខ្នែងក្នុងការធ្វើទានរបស់ឧបាសកនោះរបស់ឧបាសកដែលជាម្ចាស់ផ្ទះហើយនឹងការត្រេកអរអនុមោទនាបន់អំពីឧបាសកនោះហើយនឹងការនិយាយពាក្យសម្ដីពីរោះជាមួយនឹងព្រះភិក្ខុសង្ឃដោយមានការនិមន្តព្រះភិក្ខុសង្ឃឲ្យគង់ដោយសួរសតុព្រះភិក្ខុសង្ឃជាដើមបន់ដែលបានធ្វើការនៅជាមនុស្សណាតែគឺធ្វើអញ្ចឹងអត់មានបានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនអីទេណាបទថាអេតាវតាបានដល់ដោយហេតុត្រឹមតែប៉ុណ្ណេះគឺត្រឹមតែពោលនិងត្រឹមតែជ្រះថ្លាយ៉ាងនេះបទថាថាសតិបញ្ញកម្មោសេចក្តីថាឈ្មោះថាជាអ្នកធ្វើបន់ទុកនិងតាំងនៅគឺនឹងប្រព្រឹត្តទៅយូរក្នុងទេវលោកអធិប្បាយថាការតាំងនៅជាអ្នកដល់ព្រមដោយកាមដែលជាទិព្វគឺជាអ្នកដល់ព្រមបានដល់ប្រកបដោយបញ្ញកម្មគុណដែលជាទិព្វដោយទំនងជារបស់ប្រើប្រាស់សម្រាប់ទេវតាទាំងឡាយក្នុងពួកទេវតានោះឯងគឺណាហ្នឹងគឺជាពាក្យអធិប្បាយខ្លីៗសង្ខេបនៅក្នុងបគាថាដែល
ទេវបុត្រនោះបានទូលព្រះមោគលានទៅណាអញ្ចឹងយើងស្ដាប់មើលកូនចាស់ញាតិញោមស្ដាប់មើលអំពីពាក្យដែលទេវបុត្រនឹងទូលព្រះមោគលានណាបញ្ជាក់អំពីបញ្ញកម្មដែលខ្លួនបានធ្វើការនៅជាមនុស្សហ្នឹងណាតែយើងស្ដាប់មើលណាបញ្ញកម្មដែលគាត់បានធ្វើការនៅជាមនុស្សហ្នឹងគឺគាត់អត់បានបរិច្ចាគទ្រព្យសំបីតែបន្តិចគឺអត់បានបរិច្ចាគទ្រព្យរបស់ខ្លួនតតទេណាហើយសួរថាហេតុអីបានជាគាត់មិនបរិច្ចាគទ្រព្យផ្ទាល់ព្រោះពេលហ្នឹងគាត់អត់មានទ្រព្យឯណាគាត់នៅយាមផ្ទះនៅយាមទ្វារផ្ទះឲ្យបាសកហ្នឹងណាចឹងគាត់បំរើព្រះវិខុសង្ឃដែលបាសកនោះប្រាប់ថាបើឃើញព្រះវិខុសង្ឃមកអ្នកចូលទទួលវិខុសង្ឃឲ្យនិមន្តលោកឲ្យគង់ហើយត្រូវទទួលបាតត្រូវក្រាលអាសនៈអីហោហាមកនឹងបាសកនោះគាត់ប្រាប់បរោះនឹងអញ្ចឹងហើយបរោះហ្នឹងក៏សប្បាយចិត្តក្នុងការធ្វើហ្នឹងឯណាសប្បាយចិត្តក្នុងការធ្វើណាពេលដែលវិខុសង្ឃនិមន្តមកដល់ក៏ក្រកទទួលដោយរីករាយទទួលបាតដោយគោរពក្រាលអាសនៈដោយល្អដោយយកចិត្តទុកដាក់ឲ្យនិមន្តវិខុសង្ឃឲ្យគង់ដោយសេចក្តីគោរពអីលៀងបាតលោកអីហោហែហ្នឹងគឺថាគាត់ធ្វើដោយសេចក្តីគោរពជួយចាត់ចែងទានដែលបាសកហ្នឹងធ្វើជាប្រចាំហ្នឹងមួយថ្ងៃគេផត់4អង្គអីហ្នឹងហើយត្រេកអរក្នុងបនបាសកហ្នឹងផងឯហ្នឹងបនដែលគាត់ធ្វើប៉ុណ្ណឹងទៅណាស្រាប់ទៅបានគាត់ជាទេវបុត្រនៅឋានតៅតឹងនោះអស្ចារ្យទេតែអស្ចារ្យណាស់តែណាមាននៅវិមានដ៏ខ្ពស់មានសសរធ្វើអំពីកែមនីមានទំហំជុំវិញ12យោជន៍ហ្នឹងឃើញទេហើយសម្បូរសប្បាយមែនតើណាមាននៅសម្បត្តិទេពដ៏ច្រើនមានទាំងស្រីទេពអប្សរអីនៅបំរើអីហោហែទេវបុត្រហ្នឹងក៏សោយនៅបញ្ញកម្មគុណដែលជាទេពនៅក្នុងឋានតៅតឹងនោះអស់កាលយូរអង្វែងទាំងអាយុ1000ឆ្នាំទេពណាច្រើនណាស់ទាំងណានឹងខ្ញុំនៅអាត្មាអត្ថាធិប្បាយប៉ុណ្ណឹងទៅទាំងកុំអោយវែងពេកណាពេលដែលទេវបុត្រនឹងបញ្ជាក់ប្រាប់អំពីបញ្ញកម្មដែលខ្លួនបានធ្វើការនៅជាមនុស្សប៉ុណ្ណឹងណាយើងស្ដាប់ទៅឃើញថាអត់មានអស់ទ្រព្យអីទេណាធ្វើដោយចិត្តជ្រះថ្លាដោយកាយដោយវិជ្ជាដោយចិត្តណាក្នុងការប្រតិបត្តិព្រះវិខុសង្ឃជាដើមនឹងពេលដែលយើងស្ដាប់ហើយញាតិញោមនឹងបានយល់ច្បាស់ថាអូបនហ្នឹងមិនមែនតើតែមានទ្រព្យបានធ្វើកើតនោះឯណាអត់ទ្រព្យក៏ធ្វើបនបានដែរតើបនដែលមិនចាំបាច់មានទ្រព្យនោះមានច្រើនទឹកធំណាមានវយវចៈវិជ្ជបនបច្ច័យនវិជ្ជបនអីជាដើមអញ្ចឹងទៅណាបានតែកើតជាទេវបុត្រមានពលឺភ្លឺផ្សាយទៅសពទឹះអស្ចារ្យប៉ុណ្ណាគាត់ចាញ់ញញឹមមើលព្រះមោគលានពេលដែលលោកសន្តានាជាមួយនឹងទេវបុត្រហ្នឹងហើយលោកត្រឡប់មកឋានមនុស្សវិញហើយយករឿងនេះឯងទូលព្រះសម្មាសម្ពុទ្ធណាព្រះដ៏មានព្រះភិក្ខពេលដែលព្រះអង្គសម្ដែងនៅព្រះធម៌ដល់ពុទ្ធបរិស័ទក៏បានលើកយករឿងនឹងឯងទៅសម្ដែងប្រាប់ដល់ពុទ្ធបរិស័ទពុទ្ធបរិស័ទស្ដាប់ព្រះធម៌ហើយក៏មានសេចក្តីជ្រះថ្លានៅងាព្យាយាមធ្វើបុណ្យតាមសេចក្តីជ្រះថ្លាតាមទ្រព្យធនធានរៀងខ្លួនយ៉ាងទៅណាប៉ុណ្ណឹងទៅការសម្ដែងព្រះធម៌នៅក្នុងទ្វារបាលកវិមានដែលជារឿងទី5នៅក្នុងមហារដ្ឋវៈទី5ដែលមានសម្ដែងនៅក្នុងគម្ពីរខុទ្ទកនិកាយវិមានវត្ថុបេដកភាគ55ទំព័រ123និងទំព័រ124ចប់ដោយបរិបូរណ៍ប៉ុណ្ណឹងសូមប្រមូលបុណ្យកុសលទាំងអវិជ្ជទានដែលខ្ញុំប្រកាសអត្ថភាពបានធ្វើរឿយៗនិងធម្មទានដែលបានធ្វើរឿយៗ
បន្ទើផ្សាយជូនដល់បុព្វការីជនទាំងឡាយមានមេត្តាបិតាជីដូនជីតាគ្រូឧបជាយាចាញាតិកាទាំងអស់នៅក្នុងសង្សារវត្តហ្នឹងសូមអនុមោទនាបន់ឲ្យសូមបានដល់នូវសេចក្តីសុខចុះហើយសូមប្រគេនបន់ដល់ប្រធេរានុធេរៈគ្រប់ព្រះអង្គជូនបន់ញាតិញោមគ្រប់គ្នាជ្រះថ្លាអនុមោទនាបានសម្រេចបន់កុសលដោយដែលខ្ញុំប្រកាសអត្ថភាពបានធ្វើកន្លងទៅហើយនឹងធ្វើនៅក្នុងរាត្រីនេះហើយនឹងបន់កុសលទាំងឡាយទាំងពួងក៏សូមផ្សាយជូនចំពោះទេវតាមេព្រំទាំងឡាយផ្សាយជូនចំពោះអ្នកគ្រប់ទាំងឡាយផ្សាយជូនដល់ស្ដេចយមរាជនិងនិរយបាលព្រមនឹងផ្សាយជូនដល់សពទាំងឡាយជាញាតិក្តីមិនមែនជាញាតិក្តីសូមអនុមោទនាបន់នៅរាត្រីនេះសូមបានដល់នូវសេចក្តីសុខរៀងខ្លួនចុះណាសូមគុណចាស់ញាតិញោមអនុមោទនាគ្រប់ព្រះអង្គគ្រប់គ្នាទាំងសូមអនុមោទនាសូមលាគុណចាស់លាញាតិញោមណាគ្រប់ព្រះអង្គគ្រប់គ្នាប៉ុណ្ណឹងប្រគេនពរជូនពរគ្រប់ព្រះអង្គគ្រប់គ្នារាត្រីសួស្តី